សួស្តីទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីការគូរ Part 2 នៅក្នុង Chapter 3 គឺជារូប 3D model ដែលទាំងអស់គ្នាឃើញនៅក្នុង screen មួយនេះបាទដើម្បីបានព័ត៌មានតាក់ទងជាមួយនឹងទំហំរបស់ part យើងអាចមើលឯកសារ PDF របស់យើងបាទដែលមានការណែនាំលម្អិតបាទចឹងយើងមើលឃើញនៅក្នុងនេះបាទ step ទី1យើងអាចរើស front plane បាទយើងគូរចតុកោណបាទហើយយើងគូរឲ្យចំណុចកណ្ដាលរបស់ចតុកោណរបស់យើងបាទបន្តខាងក្រោមនេះចំណុចកណ្ដាលរបស់វានៅចំហើយគល់តម្រុយបាទហើយបន្តមកបាទយើងត្រូវដាក់ទំហំ5 inch ហើយនឹង0.5 inch រួចហើយយើងធ្វើ extrude 5 inch បាទនៅសងខាងបាទគឺយើងប្រើ mid plane option បាទអញ្ចឹងកុំឲ្យចាំយូរយើងអាចចូលទៅក្នុង SolidWorks បាទករណីនេះខ្ញុំត្រូវបដូរຂະຫນາດមក IPS សិនបាទបន្តមកទៀតខ្ញុំយក front plane ខ្ញុំបង្វិល plane ឲ្យកែងបាទហើយខ្ញុំត្រូវយក rectangle បាទនៅពេលដែលខ្ញុំបាន rectangle ខ្ញុំអាចគូរបាទរូប rectangle នេះបាទរួចហើយខ្ញុំត្រូវ move rectangle ចូលមកនៅក្នុងហើយគល់តម្រុយបាទឲ្យចំណុចកណ្ដាលរបស់បន្ទាត់ខាងក្រោមអញ្ចឹងយើងចូល add relation មិញហ្នឹងបាទយើងយក add relation បាទនៅក្នុង prop selected entity បាទទី1យើងជ្រើសគល់តម្រុយបន្ទាប់មកយើងរាវរកបាទចំណុចកណ្ដាលរបស់បន្ទាត់ខាងក្រោមហើយយើងយកជំរើសត្រួតស៊ីគ្នា coincident បាទអញ្ចឹងយើងនឹងបានចំណុចកណ្ដាលរបស់បន្ទាត់ខាងក្រោមរំកិលទៅចំគល់តម្រុយrồiហើយយើងដាក់ទំហំបាទនៅលើនេះគឺទំហំ5 inch បាទចំណែកឯនៅកម្ពស់វិញគឺទំហំ 0.5 inch បាទខ្ញុំសេរីកម្ពស់នេះបន្តិចបន្តមកទៀតយើងអាចចូលទៅក្នុង extrude បាទហើយយើងនឹងថាយើងត្រូវ extrude ប្រវែង6 inch បាទរើសយក mid plane មួយនេះណាបាទបន្តមកទៀតយើង click OK បាទផ្លាតនេះដូចជាវែងពេកបាទកាប់ពិតប្រវែងរបស់វាមិនមែន6 inch ទេបាទច្រឡំហើយបាទគឺប្រវែង3 inch បាទយើងអាចចូលទៅដូរនៅក្នុង feature បាទបដូរពីជម្រៅ6ទៅជា3វិញណាអូខេបាទអញ្ចឹងបានបន្ទាប់មកទៀតបាទយើងមើលនៅក្នុងឯកសារបាទគេតម្រូវឲ្យបាទយើងគូស sketch ដែលមានរាងនៅចំពីមុខយើងនេះបាទយើងអាច capture យកតែរាង sketch មួយហ្នឹងបាទឬហើយយើងអាចយកវាទៅ pass នៅក្នុង SolidWorks បាន Control V អូខេនៅពេលយើងចុច Control V បាទ SolidWorks នឹងចាប់យករូបភាពបាទដែលយើងបាន capture មិញហ្នឹងយកមកចូលទៅក្នុង screen បាទវាត្រូវការពេល process បាទវាមិនគួរយូរបែបហ្នឹងទេបាទតែពិតទៅណាខ្ញុំធ្លាប់ធ្វើវាបានលឿនជាងហ្នឹងបាទតែលើអត់ដឹងថាវាមានបញ្ហាអូខេSolid Base Running បាទឥឡូវរូបភាពរបស់យើងមកហើយបាទមិនគួរយូរចឹងសោះណាបាទអូខេអញ្ចឹងដើម្បី sketch បានយើងត្រូវ sketch ពីខាងក្រោយបាទយើងបង្វិលរូបរបស់យើងបន្តិចបាទrồiយើងរើសយកផ្ទៃដែលនៅពីខាងក្រោយនេះយើងបង្វិលវាឲ្យកែងបាទខ្ញុំអូសបាទហើយប្រអប់រូបភាពនេះចុះមកក្រោមបន្តិចបាទអូខេដើម្បីយើងអាចមើលឃើញទាំងអស់គ្នាបាទហើយដោយសារវារៀងធំពេកយើងអាចបង្រួមរូបបន្តិចបានបាទបង្រួមរូបអូខេតោះបាទពេលនេះយើងចាប់ផ្ដើម sketch បាទប្លង់ខាងក្រោយនេះបាទអញ្ចឹងយើងត្រូវរើសបាទផ្ទៃរបស់វាពីក្រោយបាទហើយយើងអាចចូលទៅ sketch បានបាទយើងត្រូវការ sketch បាទពីខាងលើបាទអញ្ចឹងយើងអាចរុញបន្ទាត់បាទចាប់យកបាទហើយយើងពុះទៅខាងស្ដាំអូខេរួចហើយបាទហើយយើងមកស្ដាំទៀតបាទយើងចុះក្រោមបន្តិចបាទយើងទៅស្ដាំបាទដើម្បីយើងយករៀងអក្សរអុយបានណាបាទរួចហើយយើងត្រូវការចុះបាទយើងចុះមកក្រោមត្រួតស៊ីគ្នាជាមួយនឹងបន្ទាត់បន្ទាប់មកយើងយកត្រួតស៊ីគ្នាជាមួយនឹងបាទចំណុចចាប់ផ្ដើមរបស់យើងបាទឥឡូវយើងត្រូវការដាក់ទំហំបាទអញ្ចឹងទំហំរបស់រវាងចម្ងាយនេះយើងមើលទៅគឺឃើញបាទពីខាងចម្ងាយរវាងបន្ទាត់បាទនៅលើនេះបាទយើងឃើញគឺ3.25ណាបាទហើយបន្តមកទៀតគឺចម្ងាយរវាងបន្ទាត់ពីរនេះបាទយើងឃើញថាវាមានប្រវែង0.5អូខេអ្វីទៀតដែលយើងនៅត្រូវការបាទគឺយើងនឹងត្រូវការកម្ពស់0.5និង1នេះបាទអញ្ចឹងយើងត្រូវការកម្ពស់បាទនេះចម្ងាយរវាងបន្ទាត់លើនិងបន្ទាត់ក្រោមបាទគឺ1អូខេរួចហើយបាទចម្ងាយរវាងបន្ទាត់
មួយនេះជាមួយនឹងបន្តខាងក្រោមនេះគឺ0.5 នេះបាទយើងមើលឃើញនៅលើផ្ទៃនេះអូខេក្រោយពីបានចម្ងាយនឹងហើយបាទយើងនៅសល់ចម្ងាយរវាងចំណុច2បាទយើងចុចយកចំណុច1បាទរួចហើយយើងចុចយកហើយបន្ទាត់មកចាស់ណាបាទហើយយើងអូសទៅស្ដាំបាទយើងនឹងបានចម្ងាយប្រវែង0បាទយើងត្រូវការដាក់ 0.5 បាទចូលទៅក្នុងនេះណាបាទ 0.5 បាទរួចហើយបាទយើងត្រូវការកំណត់មុំបាទអញ្ចឹងយើងគ្រាន់តែប៉ះបន្ទាត់ trade 1ប៉ះបន្ទាត់ date 1ហើយយើងអូសទៅទិសដៅខាងហ្នឹងបាទយើងវាយតម្លៃមុំចូលតែម្ដងណាអូខេឥឡូវ sketch របស់យើងបាទវាមានរាងហើយមិនទាន់ត្រឹមត្រូវទេបាទអ្វីត្បិតតែយើងមានទំហំក៏ដោយអញ្ចឹងយើងត្រូវការសេរីរាងរបស់ sketch របស់យើងបាទបន្តិចបាទយើងចាប់ដើមអូសវាចូលអូខេយើងចាប់ដើមអូសចូលបាទយើងអូស sketch របស់យើងមកខាងក្រោមអត់បានអូខេអីបាទអញ្ចឹងអ្វីដែលយើងត្រូវការគេ suggest ឲ្យយើងប្រើគឺ symmetry ណាអូខេបាទអញ្ចឹងយើងចូលទៅ center line បាទយើងចង់បង្កើតឲ្យline symmetry មួយបាទដែលចេញពីហើយត្រង់ចំណុចក្បាលនេះបាទអញ្ចឹងយើងបង្កើតបន្ទាត់ center line តមកទៀតយើងត្រូវការ add relation ដើម្បីបាន symmetry ណាបាទអញ្ចឹងយើងចូលក្នុង select entity បាទយើង check យកបន្ទាត់ center line មួយរួចហើយបាទយើងត្រូវការបន្ទាត់ឈរនេះមួយទៀតហើយបន្ទាត់ឈរនេះមួយទៀតបាទតមកយើងរើសយកជំរើស add relation នោះគឺ symmetry បាទអញ្ចឹងវានឹងចាប់ដើមរុញបន្ទាត់យើងទៅអូខេមានអ្វីទៀតដែលយើងមើលទៅថាត្រូវតែឲ្យ symmetry ទៀតគឺបន្ទាត់ទាំងពីរនេះណាបាទអញ្ចឹងយើងចូល add relation បាទយើងរើសយកបន្ទាត់កដាលបាទ center line បន្ទាត់ date បាទហើយបន្ទាត់ date មួយទៀតហើយយើងរើសយក symmetry ណាអញ្ចឹងវានឹងចាប់ដើម move ទៅបាទមួយទៀតបាទយើងចូល add relation បាទហើយយើងយកបន្ទាត់កដាលបាទកុំភ្លេចយើងអត់ត្រូវការបន្ទាត់2នេះទៀតទេបាទអ្វីយើងត្រូវការគឺបន្ទាត់កណ្ដាលនេះបាទយើងត្រូវការបន្ទាត់កណ្ដាលយើងត្រូវការបន្ទាត់ trade មួយទៀតបាទយើងត្រូវការបន្ទាត់ trade មួយទៀតឡើយយើងបាន3បន្ទាត់យើងអាចប្រើ option symmetry អូខេបាទបានបន្ទាប់មកទៀតយើងឃើញថារូបរបស់យើងវានៅអត់ទាន់ហើយត្រឹមត្រូវនៅឡើយទេបាទអញ្ចឹងហើយបាទយើងត្រូវការបន្ថែមបាទ relation ឲ្យវាណាបាទយើងឃើញថានៅក្នុងនេះបាទអ្វីដែលយើងមើលទៅយើងអាចរំកិលបាទប្រវែងនេះកែបានអញ្ចឹងណាបាទប្រវែងនេះកែបានអញ្ចឹងយើងចង់ឲ្យប្រវែងហ្នឹងបាទវារត់មកនៅចំកណ្ដាលបាទយើងក៏អាចធ្វើសាកល្បង symmetry option ដដែលបាទ add relation បាទយើងយកបន្ទាត់មួយហើយយើងមកចាប់យកបន្ទាត់ខាងឆ្វេងនេះមួយទៀតហើយយើងទៅយកបន្ទាត់ខាងស្ដាំបាទមកយកតែបន្ទាត់ខាងស្ដាំទេបាទយើងអត់យក point ទេចាប់ឡំវិញណាបាទសុំទោសណាបាទយើងយកតែបន្ទាត់ខាងស្ដាំបាទយើងយកបន្ទាត់ខាងស្ដាំនេះមួយទៀតបាទយើងយកបន្ទាត់កណ្ដាលបន្តមកទៀតយើងបាទអូខ្ញុំមិនដឹងថាហេតុអីបានវានៅតែសំកាន់ point បាទយើងអាចលុបនៅក្នុងនេះបានអត់អីទេបាទហើយយើងទៅរើសយកបន្ទាត់បាទយើងរើសយកបន្ទាត់ center line យើងឲ្យ symmetry ទៀតណាបាទឥឡូវវារុញនៅចំកណ្ដាលឲ្យយើងទាំងអស់បាទហើយបន្ទាត់របស់យើងគឺមានពណ៌ខ្មៅបាទយើងបាទអាចបាទសម្រាប់វាចោះបន្តិចបាទដោយប្រើអក្សរ S គឺ zoom to fit បាទហើយយើងក៏អាចទាញបន្ទាត់ symmetry នេះសម្រាប់ចោះបន្តិចដែរណាអូខេឥឡូវនេះយើងមានហើយគំទួរបស់យើងបាទនៅពីក្រោយហើយយើងពវល់ control 7មកយើងមើលឃើញ 3D តាមបន្តិចយើងត្រូវការដាក់ feature បាទគឺ extrude បាទ extrude ប្រមាណលុះត្រាតែយើងមកមើល file របស់យើងនេះបាទគេប្រាប់យើងឲ្យ extrude គឺប្រវែង2 inch ណាបាទហើយយើង extrude មកខាងមុខអូខេបាទអញ្ចឹងយើងចូលទៅបាទ feature extrude បាទយើងវាយនៅក្នុងជម្រៅនេះបាទគឺយើងយក2បន្តមកទៀតយើងចាប់ផ្ដើមបដូរបាទនៅជម្រើសនៅក្រោម direction 1គឺយើងយក blind បាទតមកទៀតបាទយើងផ្លាស់ប្ដូរទិសដៅដោយប្រើសញ្ញាព្រួញមួយនេះណាបាទយើងរុញមកខាងមុខវិញហើយយើងคลิก OK បាទ
step ដែលយើងត្រូវធ្វើបន្ទាប់បាទយើងលុបវាចេញសិនបាទអញ្ចឹងយើងមកមើលឯកសារបាទក្នុងឯកសារបាទគេប្រាប់យើងថាបាទឲ្យយើងបន្ថែមបាទរុនបាទឲ្យយើងបន្ថែម hole ណាបាទអញ្ចឹង hole នេះដែលយើងប្រើអីគឺយើងប្រើ hole wizard ហើយយើងបង្កើត hole ដោយមិនចាំបាច់ sketch ទេបាទអញ្ចឹងវាតម្រូវឲ្យយើងចូលទៅ hole wizard បាទចូលទៅ hole បាទហើយរើសយក NC inch បាទនៅក្នុង standard ហើយយើងចូលទៅ type all drill hole បាទ size 1/4 ហើយយើងយក screw all បាទកាត់ផ្ដាច់បាទពីលើទៅដល់ក្រោមណាអូខេអញ្ចឹងមកដល់នេះបាទយើងមក SolidWorks វិញបាទយើងយក hole wizard បាទហើយបាទយើងជំរើសទី1បាទ hole wizard អូខេបាទបន្តមកទៀតhole type បាទ hole type យើងអាចជ្រើសយកទៅជាជំរើសទី3នេះបាទហើយcheck ឯកសារមើលម្ដងទៀតបាទ all drill size បាទ 1/4 ណា NC inch hole បាទអញ្ចឹងយើងមកមើលនៅក្នុងនេះគឺ NC inch height standard បាទ type របស់យើងគឺ all drill size បាទបានបន្តមកទៀតហើយយើងទៅមើល size បាទ size របស់យើងនៅក្នុងនេះបាទគឺបាទអូវាឲ្យលេខបាទមកកណោណាបាទយើងចង់បានគឺ1/4ណាអូខេអញ្ចឹងយើង scroll ចុះក្រោមមកបាទរៀងពិបាករកបន្តិចនេះបាទ scroll ចុះក្រោមដើម្បីរក 1/4 របស់យើងបាទមួយនេះបាទ 1/4 បាទអូខេហើយជំរើសរបស់យើង end condition គឺយើងយក screw all មានន័យថាកាត់ទៅទាំងស្រុងអូខេបាទឥឡូវយើងបាន option hole ហ្នឹងយើងមកយក position បាទអញ្ចឹងយើងត្រូវការរើសយក position បាទយើងឆែកឯកសារមើលបន្តិចបើចូល position tab ហើយយើងទៅចុចយកទីតាំងដែលយើងចង់បានណាអូខេអញ្ចឹងបាទយើងអាចបាទមកយកទីតាំងដែលយើងចង់បានបាទយើងត្រូវការ select បាទលើ surface របស់វាបាទរួចហើយបាទយើងចាប់ផ្ដើមចុចនៅលើ surface ហ្នឹងទីតាំងប្រហែលដែលយើងចង់បានបាទគឺបើយើងឲ្យវា align បាទតម្រង់តាមខ្សែបន្ទាត់នឹងបានទៀតល្អណាបាទយើងរុញទៅបាទតម្រង់តាមខ្សែបន្ទាត់ហ្នឹងបាទហើយបន្ទាប់មកយើង click យកពាក្យថា OK បាទអញ្ចឹងនៅក្នុងនេះបាទយើងឃើញថាយើងមានបាទរុនទាំងអស់ទៅហើយបាទតែរុនរបស់យើងបាទភ្ជាប់ជាមួយនឹងfeature មួយដែលយើងឃើញថាវាមានគែមមិនមែនកែងតែគែមប្រឆិតបាទគែមប្រឆិតគឺជា chamfer បាទតែក្នុងឯកសារគេតម្រូវឲ្យយើងគូគឺអត់មាន chamfer នឹងទេបាទចំណុចដែលយើងធ្វើទៅវាអាចត្រូវកែសម្រួលឲ្យដូរអត់មាន chamfer វិញយើងអាចត្រូវយកបាទហើយផ្លាស់ប្ដូរ whole type បាទអញ្ចឹងយើងមកចលោលើ whole type ដែលយើងត្រូវការនេះបាទឆែកមើលបាទចូលមើលជំរើសបាទ taper បាទ legacy whole បាទមួយនេះគឺបាទយើងមានអីគេ countersink បាទមួយនេះយើងមាន whole ណាបាទយើងដូរមកយក whole បាទយើង click OK អូវានៅតែមាន chamfer ណាអូខេប្លែកដែរណាក្នុងនេះគេមានឲ្យយើងមើលរកអីwhole type បាទអញ្ចឹងនៅក្នុង whole type នេះបាទសម្រាប់ option របស់យើងបាទវាចេញមកគឺមាន chamfer ស្រេចតែម្ដងបាទយើងរើសយកជំរើស whole ហើយណាបាទអូខេបាទឥឡូវយើងត្រូវបន្តទៅមុខបន្តិចទៀតបាទបើយើងយកជំរើសនេះ0បាទប្រហែលជាបាទយើងអត់មានហើយ chamfer នឹងទេណាបាទនេះគឺយើងយក countersink បាទយើងវាយទៅ0អូខេយើងអាចកែបានណាបាទអញ្ចឹងនៅក្នុងសភៅបាទហើយគាត់ហាក់បីដូចជាមិនបានប្រាប់យើងឲ្យរើសជំរើសមួយនឹងទេណាបាទប៉ុន្តែយើងត្រូវតែរើសខ្លួនឯងអូខេបានបន្តមកទៀតយើងអ្វីដែលត្រូវធ្វើបន្តគឺយើងត្រូវដាក់ fillet បាទគឺយើងត្រូវដាក់គែមកោងនេះបាទ1បាទ0.125 inch
បាទអញ្ចឹងយើងចូលទៅ fillet បាទនៅក្នុង feature បាទហើយយើង complete វាយទំហំចូលសិនណាបាទទំហំរបស់យើងគឺចុច125អូខេបន្តមកទៀតចាំយើងទៅរើសយកបាទកេមណានីមួយ select បាទ2បាទ3បាទហើយយើងពវល់បន្តិចដើម្បីយើងអាចទៅមើលឃើញកេមមួយចំហៀងទៀតណាបាទ4បាទហើយយើងត្រូវការឲ្យកេមមួយនេះមានបាទអឺ feature ជា fillet ដែរណាអូខេកេមមួយចំហៀងទៀតនេះមាន feature ជា fillet ដែរអូខេអញ្ចឹងយើងបាន7កេមដែលយើងឲ្យ fillet 0.125 inch បាទអញ្ចឹង part របស់យើងចាយយើងអាចដូរពណ៌បានអូខេបាទអញ្ចឹងបើយើងចង់ដូរពណ៌ part បាទយើងអាចមើលនៅក្នុងហើយ appearance របស់យើងបាទទៅហើយបាទយើងអាចរកពណ៌បាទអូខេនៅក្នុងនេះបាទ add appearance to part បាទខ្ញុំអាច right click ខាងនេះបាទអូខេ edit appearance បាទខ្ញុំចុចនៅក្នុង manager tree នេះក៏បានណាបាទឬហើយខ្ញុំអាច change បាទផ្លាស់ប្ដូរយកហើយបាទខ្ញុំថាយកពណ៌រាងក្រហមស្រាលចុះអូខេបាទពណ៌ edit បាទប៉ុណ្ណឹង part របស់យើងគឺចប់ហើយបាទអរគុណច្រើន